Ok, chắc làក្នុងវីដេអូហ្នឹងយើងនឹងពិនិត្យទៅលើការបញ្ចេញសំឡេងរបស់ពាក្យ4 អូខេអញ្ចឹងដូចយើងឃើញនៅលើអេក្រង់ហ្នឹងគឺពាក្យទាំង4ហ្នឹងតើការបញ្ចេញសំឡេងរបស់វាហ្នឹងមានលក្ខណៈដូចគ្នាឬក៏ខុសគ្នាជាងមើលនៅក្នុងវីដេអូហ្នឹងឯងអូខេអញ្ចឹងបញ្ជាក់ផងដែរពាក្យទាំង4ហ្នឹងគឺបញ្ចប់ដោយអក្សរនៅខាងក្រោយហ្នឹងដូចគ្នាគឺ I O U S អូខេអញ្ចឹងតើការបញ្ចេញសំឡេងរបស់តួអក្សរ I O U S ហ្នឹងដូចគ្នាឬក៏ផ្សេងគ្នាជាមើលនៅក្នុងវីដេអូហ្នឹងឯងអូខេអញ្ចឹងយើងនឹងពិនិត្យមើលពាក្យទី1អូខេអញ្ចឹងពាក្យទី1គឺយើងមានពាក្យពាក្យនេះគឺយើងអានថា obvious អូខេ obvious អូខេអញ្ចឹងនៅខាងក្រោយហ្នឹងគឺយើងត្រូវអានថា obvious អញ្ចឹងណា obvious អញ្ចឹងពាក្យថា obvious ហ្នឹងគឺប្រែថាយ៉ាងច្បាស់អញ្ចឹងណាអូខេមានអ្វីមួយដែលបង្ហាញទៅវាច្បាស់លាស់អញ្ចឹងទៅថា obvious អញ្ចឹងយើងអាចនិយាយបានថា it is obvious that he doesn't like her អញ្ចឹងណា it is obvious that he doesn't like her មានន័យថាវាមើលទៅច្បាស់មែនតើដែលគាត់មិនចូលចិត្តនាងទេអញ្ចឹងណាគេឬគាត់មិនស្រឡាញ់នាងទេអញ្ចឹងទៅវាហ្នឹងគឺជាងអាចថា obvious ធម្មតាអូខេពាក្យទី2គឺបញ្ចប់ដោយ IOUS ដែរអូខេហើយពាក្យហ្នឹងគឺយើងអានថា previous អូខេ previous អញ្ចឹងវាសំឡេង with is ដូចគ្នាអូខេអញ្ចឹងណាអញ្ចឹង previous គឺមានន័យថាពីមុនណាអូខេ prior time ឬក៏ before អូខេអាហ្នឹងគឺយើងអានគឺយើងប្រើ previous ហ្នឹងឯងអូខេអញ្ចឹងដូចយើងអាចនិយាយបានថា what was the previous time we met each other អញ្ចឹងណា what was the previous time we met each other មានន័យថាតើពេលពីមុនហ្នឹងនៅពេលណាដែលយើងជួបគ្នាអញ្ចឹងទៅគេអាហ្នឹងគឺយើងអានថា previous អូខេហើយមួយទៀតគឺវាបញ្ចប់ដោយ IOUS ដែរគឺយើងអានថា serious អូខេ serious ដែល serious ហ្នឹងមានន័យថាយ៉ាងធ្ងន់ធ្ងរឬក៏យ៉ាងពិតប្រាកដអញ្ចឹងណាពាក្យថា serious ហ្នឹងអូខេអញ្ចឹងយើងអាចនិយាយបានថា it is a serious problem អញ្ចឹងណា it is a serious problem មានវាគឺជាបញ្ហាមួយដ៏ធ្ងន់ធ្ងរអញ្ចឹងទៅអាហ្នឹងគឺយើងអាចប្រែបានអញ្ចឹងអូខេហើយពាក្យចុងក្រោយគឺវាមានលក្ខណៈពិសេសខុសគេអូខេពាក្យហ្នឹងបើសិនជាយើងអត់ដឹងពីការបញ្ចេញសំឡេងរបស់វាទេយើងប្រកាសជាយកលំនាំតាមពាក្យ3ខាងលើហើយអូខេ I O U S នៅពីក្រោយហ្នឹងអូខេហើយការបញ្ចេញសំឡេងដែលត្រឹមត្រូវគឺយើងត្រូវអានថា precious អូខេ precious អូខេអញ្ចឹងបើសិនជាយើងពិនិត្យមើល previous អូខេវាស្តីងគ្នាទៅនឹង spelling ប៉ុន្តែពាក្យថា precious ហ្នឹងគឺយើងបានយើងបើយើងអត់ដឹងទេយើងប្រហែលជាអានថា precious ដែរអូខេប៉ុន្តែការបញ្ចេញសំឡេងថា precious ហ្នឹងគឺមិនត្រូវទេគេយើងត្រូវបញ្ចេញសំឡេងថា precious អញ្ចឹងណា precious ពាក្យថា precious ហ្នឹងមានន័យថា very valuable គេដែលមានតម្លៃ precious ហ្នឹងអូខេអញ្ចឹងយើងអាចនិយាយបានថា it is a precious gem អញ្ចឹងណា it is a precious gem មានន័យវាគឺជាដំបូងដ៏មានតម្លៃមួយអញ្ចឹងឯងអញ្ចឹងយើងត្រូវចំណាំអូខេពាក្យអង់គ្លេសគឺអញ្ចឹងឯងនៅពេលខ្លះវាអត់តាមលំដាប់លំដោយនៃការ spell ទេអូខេពាក្យ spell ដូចគ្នាប៉ុន្តែការបញ្ចេញសំឡេងហ្នឹងវាទៅជាខុសគ្នាវិញអញ្ចឹងណាអញ្ចឹងហើយដែលវាទាមទារឲ្យយើងហ្នឹងធ្វើការស្រាវជ្រាវនិងដឹងបានច្រើនអញ្ចឹងណាដើម្បីជៀសវាងការបង្កើតកំហុសនៅក្នុងការបញ្ចេញសំឡេងអូខេអញ្ចឹងខ្ញុំមានប៉ុណ្្នឹងឯងនៅក្នុងវីដេអូហ្នឹងអូខេ bye for now